ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំឲ្យបងខ្ញុំទៅបេះពធាដើម្បីយកមកត្រាំឲ្យបងប្អូនទស្សនាអញ្ចឹងណាបងប្អូនដោយសារតែខ្ញុំមិនបានទៅបេះផ្ទាល់ទេអញ្ចឹងក៏ឲ្យបងខ្ញុំទៅបេះឲ្យថតវីដេអូឲ្យខ្ញុំអញ្ចឹងណាបងប្អូនហើយពធាឥឡូវគឺផ្លែច្រើនមែនតើអញ្ចឹងក៏ឲ្យបងទៅបេះដើម្បីឲ្យខ្ញុំយកមកត្រាំដើម្បីឲ្យបងប្អូនទស្សនាអញ្ចឹងណាហើយចាំមើលថ្ងៃណាទៅនេះគឺចាំខ្ញុំទៅខ្លួនឯងផ្ទាល់តែម្ដងចំពោះពធាគឺឆាប់បានផ្លែបងប្អូនពួកអីមើលតាំងពីខ្ញុំទិញមកឡើង10ខែ11ខែរហូតមកដល់ឥឡូវហ្នឹងគឺបានផ្លែណាបងប្អូនផ្លែក៏វាមិនសូវល្អជាប្រហែលដែរពួកអីយើងបាញ់ថ្នាំបែបធម្មជាតិណាបងប្អូនគឺត្រាំផ្លែឈើឬក៏ជីធម្មជាតិផ្សេងគឺប៉ាខ្ញុំគាត់ធ្វើអញ្ចឹងណាបងប្អូនអញ្ចឹងមានស្អុយតកៅស៊ីច្រើនដែរអញ្ចឹងណាបងប្អូនហើយយើងបេះយកតាមមានផ្លែយើងបេះរួចដល់ល្មមដើម្បីយកមកត្រាំដើម្បីឲ្យបងប្អូនទស្សនាអញ្ចឹងណាបងប្អូនគឺមួយដើមមាន4-5អញ្ចឹងទៅគឺអត់ទាន់ផ្លែច្រើនសម្រាប់យើងយកទៅលក់ទេបងប្អូនហើយប្រធាននេះគឺជាប្រធានគេហៅប្រធានជូអែមណាបងប្អូនគឺចាំទៅឆ្ងាញ់មែនតើអញ្ចឹងក៏សាកត្រាំឲ្យបងប្អូនទស្សនាពួកអីខ្ញុំបានត្រាំកាលណាខ្ញុំបានត្រាំតបែកចាបងប្អូនគឺញ៉ាំទៅគឺរៀងឆ្ងាញ់អញ្ចឹងក៏សាកត្រាំពធាទៀតអញ្ចឹងណាបងប្អូននេះបងប្អូនបន្ទាប់ពីបងប្អូនខ្ញុំបានតបែកហើយគឺយើងលាងហើយយកអាណាស្អុយចេញអញ្ចឹងណាបងប្អូនហើយខ្ញុំត្រាំតែបន្តិចទេញ៉ាំស្រស់ខ្លាំងអញ្ចឹងណាបងប្អូនពេលបានតែប៉ុណ្្នឹងទេបងប្អូនយើងលាងឲ្យស្អាតចាំយើងរៀបចំយកទៅត្រាំអូខេបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមយកមកត្រាំអញ្ចឹងណាបងប្អូនហើយខ្ញុំដាំទឹកស្ករគឺខ្ញុំដាក់មួយស្លាបព្រាចំពោះទឹកខ្ញុំស្មើអញ្ចឹងណាបងប្អូននេះបងប្អូនអាចស្គាល់បានតែខ្ញុំគាត់ស្មើជាមួយនឹងពធាខ្ញុំអញ្ចឹងណាបងប្អូនហើយចំពោះអំបិលគឺខ្ញុំដាក់អំបិលក្រួសចំនួន3ស្លាបព្រាហើយយើងដាំឲ្យពុះទៅជំនួសយើងរងចាំឲ្យពុះហើយលាយអំបិលអស់ទៅណាបងប្អូនព្រោះខ្ញុំដាក់ទឹកនេះស្មើជាមួយនឹងបានស្មើជាមួយនឹងពធាខ្ញុំអញ្ចឹងណាបងប្អូនអូខេបងប្អូននៅពេលដែលពុះហើយគឺយើងបិទភ្លើងទៅហើយយើងទុកឲ្យត្រជាក់បន្តិចយើងចុះកម្ដៅបន្តិចទៅយើងអាចដាក់ពធាចូលបានហើយតែបើសិនជាបងប្អូនមានកែវថ្មគឺយើងដាក់ពធាចូលក្នុងកែវថ្មឲ្យហើយអញ្ចឹងណាបងប្អូនតែខ្ញុំអត់មានទេគឺយើងដាក់នៅក្នុងឆ្នាំហ្នឹងតែម្ដងបើយើងដាក់ជាមួយនឹងដាក់ចាក់កន្ត្រៃចូលកែវជាប់ហ្មងគឺអត់ល្អអញ្ចឹងណាបងប្អូនអញ្ចឹងយើងដាក់ពធាចូលឆ្នាំតែម្ដងទៅបងប្អូនយើងដាក់ពធាចូលទៅបន្ទាប់ពីយើងដាក់ពធានឹងចូលដល់ពេលយើងត្រជាក់ហើយចាំយើងយកទៅដាក់ក្នុងកែវទៅជាការស្រេចឲ្យបងប្អូនទុកមកយក2យប់ទៅនៅក្រៅអុកដាក់ក្នុងទូទឹកកកបងប្អូនទៅពេលទុក2យប់ហើយយើងចាំយកដាក់ក្នុងទូទឹកកកហើយចំនួន2យប់ហ្នឹងគឺយើងអាចញ៉ាំបានហើយបងប្អូនហើយបើសិនជាបងប្អូននឹងវិធីសាស្ត្រខ្ញុំទេណាបើសិនជាបងប្អូនមានវិធីសាស្ត្រផ្សេងអាចចែករំលែកខ្ញុំបានអរគុណសម្រាប់ការទស្សនាចាំជួបគ្នានៅវីដេអូក្រោយទៀត